មកធ្វើសាច់គោបំពងនឹងរត់ទាំងអស់គ្នាឥឡូវយើងចាប់ផ្ដើមហាន់សាច់គឺហាន់ជាបន្ទះទូចៗវែងៗទៅហាន់ឲ្យស្មើគ្នាហាន់ឲ្យអស់ម្ដុំនេះឥឡូវយើងហាន់សាច់រួចហើយយើងចាប់ផ្ដើមលាយគ្រឿងយើងមានអីច្រើនហ្នឹងមានតែអំបិលប៊ីចេងស្ករយើងដាក់តិចបានមកទឹកប្រៃចឹងហើយយើងដាក់តិចរសជាតិហើយយើងមកថែមទឹកខ្យងបន្តិចចូលមកយើងច្របល់ហើយយើងដាក់រ៉តឌីបន្តិចហើយម្សៅស្រួយយើងច្របល់ហើយយើងថែមម្សៅស្រួយទៀតគ្រឿងដែលយើងរៀបចំនឹងមានល្ងស្លឹកក្រូចសើចហើយជាមួយម្ទេសពីរគ្រាប់ឥឡូវយើងចាប់ផ្ដើមចាក់ប្រេងឆាចូលបន្ទាប់ពីចាក់ប្រេងឆាយកសាច់គោនេះយកទៅសម្រាប់ថែមជាមួយនឹងម្សៅហើយល្ងហើយយើងដាក់ចូលផ្ទះដែលមានខ្លាញ់ក្តៅៗបន្តិចនេះគឺឆានេះក្តៅបន្តិចដាក់ចូលហើយពេលយើងពងនោះយើងដាក់ឲ្យវារៀងក្រៀមអញ្ចឹងបានវារៀងស្រួយឆ្ងាញ់ឥឡូវយើងហើយយើងស្រង់ដាក់ចូលចានណា